សកម្មភាពកដេថៃនិងដេរឆានរបស់កងទ័ពសៀមវាបានហុចផលហុចផ្លែផ្កាឲ្យប្រទេសសៀមមិនចំណាយទេមិនហត់នឿយទេបងប្អូនកាលពីម្សិលមិញថ្ងៃទី1ខែតុលាឆ្នាំ2025ខ្ញុំបានឃើញសារព័ត៌មានកាសែតខៅសតបានចុះផ្សាយនៅក្នុងស្រុកសៀមទឹកជន់ឡើងលិចដល់រនៀបប៉ុន្តែបងប្អូនដឹងថារឿងដែលហួសចិត្តនោះវាជារឿងអីដែលខណៈពេលដែលទឹកនឹងវាជន់លិចដល់រនៀបផ្ទះនេះតែផ្ទះនឹងត្រូវបានភ្លើងឆេះពីខាងលើទឹកនេះទៅទៀតអញ្ចឹងអាខាងក្រោមនេះទឹកវាលិចតែអាមួយកណាត់ផ្ទះឡើងលើនេះត្រូវបានភ្លើងឆេះអញ្ចឹងពាក្យខ្មែរលោកថាសុកចិត្តឲ្យលិចទូកកណ្ដាលទន្លេវាប្រសើរជាងភ្លើងឆេះផ្ទះតែអានេះទឹកលិចទាំងផ្ទះហើយភ្លើងនឹងវាឆេះមាត់ទៅទៀតអញ្ចឹងវាអត់មានសល់អីទេវាអស់អាលីងបដ ாய் ទឹកក៏ជន់លិចផ្ទះហើយអាភ្លើងនឹងឆេះមួយកណាត់លើនឹងអស់អាលីងទៅទៀតករណីនេះវាកម្រឃើញណាស់អញ្ចឹងបានខ្ញុំលើកឡើងឲ្យបងប្អូនទាំងអស់គ្នាបានស្ដាប់បានទស្សនាកន្លែងហ្នឹងវាចង់បង្ហាញអីបងប្អូនវាចង់បង្ហាញប្រាប់ថាពីមួយថ្ងៃទៅមួយថ្ងៃសកម្មភាពកដេថៃនិងដេរឆានរបស់កងទ័ពសៀមវាបានហុចផលហុចផ្លែផ្កាឲ្យប្រទេសសៀមមិនចំណាយទេមិនហត់នឿយទេកន្លងមកខ្ញុំបានលើកឡើងហើយមិនមានច្បាប់អ្វីមិនមានបច្ចេកវិទ្យាអ្វីដែលច្បាស់លាស់ជាងច្បាប់កម្មផលទេច្បាប់កម្មផលវាច្បាស់ណាស់វាច្បាស់តែម្ដងអ្នកឯងខូចអ្នកឯងប្រព្រឹត្តអាក្រក់អ្នកឯងបំពានឈ្លានពានធ្វើបាបមើងងាយប្រមាថជន់ឈ្លីទៅលើបុគ្គលណាមួយឬទៅលើប្រទេសណាមួយដល់ពេលដល់វេលាអ្នកនឹងត្រូវតែទទួលកម្មផលនិងទទួលលទ្ធផលគួរជាទីគាប់ចិត្តបងប្អូនអាចនិយាយថាចេះជឿហើយនឹងកម្មផលស្អីទេឃើញតែគេរកឈ្លានពានឃើញតែគេរាយបលាលួសដាក់សបកកង់ឡាននិងរាយស្បៃខ្មៅចាក់ដីធ្វើផ្លូវអីចឹងទៅបងប្អូនដាំដើមស្វាយវានឹងបានផ្លែស្វាយបុគ្គលរូបណាសាងអីបាននឹងហើយបងប្អូនថាហេអញ្ចឹងឲ្យគេឈ្លានពានទឹកដីដែរមែនបងប្អូនតំបន់ទាំងអស់នោះគឺជាតំបន់មិនដាច់ស្រេចយើងកំពុងតែធ្វើកិច្ចការងារជាច្រើនមិនថាធ្វើការងារជាមួយនឹងតុលាការអន្តរជាតិមិនថាធ្វើការងារបែបការទូតជាមួយនឹងប្រធានាធិបតីនាយករដ្ឋមន្ត្រីសភាអាមេរិកនិងស្ថាប័នតូចធំផ្សេងជាច្រើនទៀតដើម្បីមានចំណាត់ការទៅលើសកម្មភាពយង់ខ្នងនិងច្បាប់ព្រៃរបស់ប្រទេសសៀមបងប្អូនណាមិនយើងមិនធ្វើការទេតែពេលខ្លះយុទ្ធសាស្ត្រយើងមិនអាចបង្ហាញទៅគូសត្រូវទេគូសត្រូវគេមានយុទ្ធសាស្ត្ររបស់គេតែយើងក៏មានយុទ្ធសាស្ត្ររបស់យើងដែរប៉ុន្តែមិនមានន័យថាគេក៏ជ្រុលមកយើងក៏ជ្រុលទៅវិញទេមានតែត្រជាក់ទេទើបអាចទប់ជាមួយនឹងកម្ដៅបានមានតែយុទ្ធសាស្ត្រទេទើបអាចទប់ជាមួយនឹងកំហឹងបានបើកំហឹងមកកំហឹងទៅវាផ្ទុះហើយតែយើងត្រូវធ្វើកិច្ចការងារផ្ទៃក្នុងធ្វើកិច្ចការងារផ្នែកច្បាប់ទើបយើងអាចយកឈ្នះគេបានបងប្អូនត្រូវចាំរឿងមួយថាកម្លាំងបាយនិងកម្លាំងបាយនឹងមានអ្នកឈ្នះមានអ្នកចាញ់កម្លាំងអ្នកណាខ្លាំងជាងអ្នកនោះឈ្នះអញ្ចឹងមិនមែនមានន័យថាគេប្រើកម្លាំងបាយយើងត្រូវប្រើកម្លាំងបាយត្រឡប់ទៅវិញទេយើងប្រើផ្លូវច្បាប់យើងខ្ចីដៃអន្តរជាតិយើងធ្វើការងារបែបការទូតក្នុងពេលដ៏ឆាប់ខាងមុខបងប្អូនទាំងអស់គ្នានឹងឃើញលទ្ធផលគួរជាទីគាប់ចិត្តបងប្អូនឆ្នាំ2025ហើយគេប្រើច្បាប់អន្តរជាតិគេប្រើតុលាការអន្តរជាតិគេប្រើការទូតដើម្បីដោះស្រាយបញ្ហាព្រោះបងប្អូនត្រូវចាំថាទំនាស់ណាក៏ដោយសង្គ្រាមណាក៏ដោយมันអាចបញ្ចប់ដោយការធ្វើសង្គ្រាមរហូតទេទោះបីជាធ្វើសង្គ្រាមនៅពេលហ្នឹងនៅទីបំផុតត្រូវតែចរចាដើម្បីបញ្ចប់សង្គ្រាមដដែលទេដូច្នេះសំណួរសួរថាយើងទៅធ្វើសង្គ្រាមធ្វើអីធ្វើសង្គ្រាមបងប្អូនដឹងលំបាកអីខ្លះដែរអត់ប្រជាជនត្រូវចម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅជំរុំជនភៀសខ្លួនជំរុំជនភៀសខ្លួនមានអាហារបំពន់គ្រប់គ្រាន់ដែរអត់កន្លែងស្នាក់នៅស្រួលបួលដែរអត់អនាម័យដែរអត់សុខុមាលភាពរបស់គាត់មិនដែរកន្លែងហ្នឹងយើងគិតដែរអត់កងទ័ពយើងមួយថ្ងៃត្រូវស្លាប់ប្រហែលនេះត្រូវឈរជើង24ម៉ោងបានគេងគ្រប់គ្រាន់ដែរអត់គាត់ក៏ជាមនុស្សដែរសុខភាពរបស់គាត់ក៏ជាកត្តាចាំបាច់ដែលយើងត្រូវយកចិត្តទុកដាក់ដូច្នេះហើយបើយើងអាចបញ្ចប់សង្គ្រាមបានបញ្ចប់ទំនាស់បានដោយតាមច្បាប់អន្តរជាតិដោយតាមរយៈនៃការធ្វើការទូតតាមរយៈតុលាការយុត្តិធម៌អន្តរជាតិវាល្អដែរអត់វាល្អណាស់ព្រោះយើងអាចបញ្ចប់សង្គ្រាមអាចមិនចាំបាច់ចំណាយជីវិតមនុស្សមិនចាំបាច់ឲ្យប្រជាជនជំលះខ្លួនអាចឈ្នះសង្គ្រាមអាចឈ្នះក្តីទាំងអស់ហ្នឹងតាមរយៈច្បាប់អន្តរជាតិតើយើងគួរធ្វើដែរអត់យើងគួរធ្វើបងប្អូនជីវិតមនុស្សម្នាក់ក៏ជាជីវិតដែរមិនមានន័យថាកងទ័ពមិនមានន័យថាត្រូវតែលះបង់ជីវិតទេកងទ័ពគាត់ក៏មានប្រពន្ធមានកូនមានឪពុកម្ដាយដូចយើងចឹងដែរបើពួកគាត់មិនចាំបាច់លះបង់ជីវិតណាបងប្អូនវាជារឿងដ៏ល្អបំផុតព្រោះជីវិតមិនមែនស្លាប់ថ្ងៃហ្នឹងហើយកើតមកស្អែកយើងអត់ដឹងទេដូច្នេះអ្វីក៏ដោយយើងធ្វើតាមលំដាប់លំដោយធ្វើតាមច្បាប់ធ្វើបែបការទូតអានោះទៅជាជ័យជំនះពិតប្រាកដ
អរគុណបងប្អូនជម្រាបលា